សុពុម៉ែបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយដែលវីដេអូនេះគឺខ្ញុំបានលើកមកនិយាយអំពីខេត្តកំពង់ឆ្នាំងបាទដូច្នេះគឺពុកម៉ែបងប្អូននៅក្នុងប្រទេសកម្ពុជាគឺយើងចង់ស្គាល់គ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជាបាទដូច្នេះកុំឲ្យខាតពេលយូរខ្ញុំបានសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកស្ដាប់ជាមួយនឹងខ្ញុំបាទទាក់ទងនឹងខេត្តកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងគឺជាខេត្តមួយស្ថិតនៅភាគកណ្ដាលនៃប្រទេសកម្ពុជាខេត្តកំពង់ឆ្នាំងជាខេត្តល្បីខាងផលិតក្អមឆ្នាំងមានគុណភាពល្អអំពីដីខេត្តកំពង់ឆ្នាំងមានផ្ទៃក្រឡា 5521 គីឡូម៉ែត្រការ៉េហើយមានប្រជាជន4461616 នាក់ខេត្តកំពង់ឆ្នាំងស្ថិតនៅភាគកណ្ដាលប្រទេសកម្ពុជាខេត្តកំពង់ឆ្នាំងមានព្រំប្រទល់ខាងជើងជិតនឹងខេត្តកំពង់ធំខាងកើតជិតនឹងខេត្តកំពង់ចាមខាងត្បូងជិតនឹងខេត្តកំពង់ស្ពឺនិងខាងលិចជិតនឹងខេត្តពោធិ៍សាត់ខេត្តនេះស្ថិតនៅចម្ងាយប្រមាណ91គីឡូម៉ែត្រពីរាជធានីភ្នំពេញខេត្តកំពង់ឆ្នាំងមានអាកាសធាតុក្តៅហើយសើមដោយបណ្ដាខេត្តទូទាំងប្រទេសកម្ពុជាដទៃទៀតដែររដូវវស្សាចាប់ពីខែឧសភាដល់ខែតុលារដូវរងាពីខែវិច្ឆិកាដល់ខែមិនិនានិងរដូវក្តៅពីខែមិនិនាដល់ខែឧសភាវាស្ថិតក្នុងវាលល្បាប់ចំកណ្ដាលប្រទេសកម្ពុជានិងត្រូវនាំមកដោយទន្លេសាបដៃនៃទន្លេមេគង្គទីក្រុងរាជធានីភ្នំពេញច្បាស់ជាលូតរហូតដល់វាពិតជុំវិញដោយព្រំដែនខេត្តកំពង់ឆ្នាំងជាមិនខានបាទនេះគឺជាលក្ខណៈទូទៅនៃខេត្តកំពង់ឆ្នាំងដូច្នេះខ្ញុំនាំពុកម៉ែបងប្អូនមកស្គាល់ពីប្រវត្តិនៃខេត្តកំពង់ឆ្នាំងសំណល់បុរាណវត្ថុពីតំបន់នេះត្រូវបានគេដឹងថាជាចំណងវត្ថុបុរាណជាច្រើនដែលគេរកឃើញនោះគឺពីទ្វារវតីអតីតនគរមួយដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃសព្វថ្ងៃដោយចុះកាលបរិច្ឆេទពីសតវត្សទី6ដល់ទី11ខេត្តកំពង់ឆ្នាំងកាលពីប៉ុន្មានសតវត្សកន្លងទៅគឺជាទីក្រុងឆ្នេរនៅតាមច្រកផ្លូវរវាងចិននិងឥណ្ឌាដោយសារតែការហូរនឹមដីល្បាប់ពីទន្លេមេគង្គខ្សែឆ្នេរបានកាន់តែឃ្លាតឆ្ងាយពីសមុទ្រឆ្ងាយទៅនៅពេលដែលទន្លេសាបបានផ្លាស់ប្ដូរខ្សែទឹកហូររបស់វាទីក្រុងនេះក៏បានបាត់បង់ប្រភពទឹកដ៏សំខាន់របស់ខ្លួននិងដូច្នេះវាក៏បានក្លាយជារហោស្ថានប្រជាជនក៏រើលំនៅទៅកាន់ទីក្រុងមួយដែលគេហៅថាកំពង់ត្រឡាចទីក្រុងមួយបានកើតបន្តិចម្ដងជុំវិញទីនោះដែលនាំមកនូវជីវិតថ្មីដល់កំពង់ឆ្នាំងសារមន្ទីរមួយបានបង្ហាញនៅកំណត់ត្រាបុរាណវិទ្យាអំពីប្រវត្តិទីក្រុងមួយនេះបាទនេះគឺជាប្រវត្តិខេត្តកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងត្រូវបានចែកទៅជា8ស្រុកក្រុងស្រុកត្រូវបានចែកបន្តទៅទៀតជា66ឃុំនិង596ភូមិមានក្រុងមួយហើយនិង4សង្កាត់ក៏មានអង្គការរដ្ឋបាលឃុំចំនួន102ដូចនេះខ្ញុំបានសូមប្រៀបស្រុកនៅក្នុងខេត្តកំពង់ឆ្នាំងស្រុកនៅក្នុងខេត្តកំពង់ឆ្នាំងទី1ស្រុកបរិបូរណ៍ទី2ស្រុកជលគិរីទី3ក្រុងកំពង់ឆ្នាំងទី4ស្រុកកំពង់លេងទី5ស្រុកកំពង់ត្រឡាចទី6ស្រុករលាប្អៀទី7ស្រុក
សាមគ្គីមានជ័យនិងទី8ស្រុកទឹកផុសតំបន់ទេសចរនៅក្នុងខេត្តកំពង់ឆ្នាំងទី1មានទំនប់ធារាសាស្ត្រអាចាងនៅក្នុងស្រុកបរិបូរណ៍ទី2ទំនប់ធារាស្រះលំហាចនៅស្រុកបរិបូរណ៍ទី3ទឹកធ្លាក់ថ្មក្រាលនៅស្រុកទឹកផុសនិងទី4ទឹកធ្លាក់ស្រែអំពិលនៅស្រុកទឹកផុសទី5រមណីយដ្ឋានខ្សាច់ស្រុកបរិបូរណ៍មានទីតាំងស្ថិតនៅក្នុងភូមិតាំងត្រពាំងឃុំពេជ្រចង្វាស្រុកបរិបូរណ៍ចម្ងាយប្រមាណ15គីឡូម៉ែត្រពីទីរួមស្រុកបរិបូរណ៍ទីតាំងនេះស្ថិតនៅលើដងស្ទឹងបរិបូរណ៍ដែលស្ថិតនៅខាងលើស្ពានអញ្ចាញរូងទីនេះមានឆ្នេរខ្សាច់ស្រស់ស្អាតរួមទាំងមានទឹកសម្រាប់លេងកម្សាន្តនិងមានកន្លែងថតរូបស្អាតៗចំណែកប្រាសាទដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងទី1មានប្រាសាទកំពង់ព្រះទី2ប្រាសាទតូចទី3ប្រាសាទថ្នមប្តីឬប្រាសាទស្លុកតីទី4ប្រាសាទប្រុសឬប្រាសាទខ្ល ទី5ប្រាសាទពន្ធនារាយទី6ប្រាសាទព្រះស្រីនិងទី7ប្រាសាទស្រីបាទដូច្នេះតើតើនឹងការអានលក្ខណៈទូទៅនៃខេត្តកំពង់ឆ្នាំងឬហើយនឹងប្រវត្តិនឹងតើតើនឹងតំបន់ទេសចរគឺបានចប់ដូច្នេះខ្ញុំបានសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូការអានរបស់ខ្ញុំតាំងពីដើមរហូតបានដល់ទីបញ្ចប់សូមអរគុណ